អត្ថបទសង្ខេបរឿងទុំទាវទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគមស្មូតភ្លុំពៃនិងធ្វើតោកលក់ដោយឡែកតមូមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនិងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំទុំបានស្មូតយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូជ្រមុកស្ដាប់នាងណូជាភីលៀងរបស់នាងទាវឃើញទុំស្អាតសម្លេងពីរោះក៏គួចចិត្តសេនាហាតែដោយឋានៈទូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវដឹងដំណឹងនេះក៏អង្គព្រំដាយឲ្យទៅនិមន្តនេនទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំผ้าห่មដន្លាប់បារីស្លាម្លោឲ្យនាងណូយកទៅប្រគេនទុំហើយប្រាថ្នាផ្សងឲ្យបានជួបទុំឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរមកដល់វត្តវិញទុំរិះរកអបាយក៏សុំលោកគ្រូសឹកលោកគ្រូពុំព្រមព្រោះការទូទីឃើញថាជើងលេខមិនល្អពៀនលើស្លាប់ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្គវរកលោកគ្រូតែពុំបានសម្រេចទុំដាច់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បួលពេជ្រវិលទៅត្បូងឃ្មុំវិញជួនជាពេលនោះម្ដាយទាវមិននៅទុំក៏ឡើងលើផ្ទះហើយលួចរួមរៈជាមួយទាវនាពេលនោះទៅក្រោយមកអជូនជីជើហ្វាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវស្ដេចរាមាដែលសោយរាជ្យនៅក្នុងក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពីរោះដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះជំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខស្ដេចទុំច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យស្ដេចរៀបការឲ្យទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅការនេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញហើយរិះរកអបាយកលខ្លែងសម្បត់ប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់បានដំណឹងភ្លាមទាវក៏មកមើលម្ដាយដល់ផ្ទះត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយមើលងួនទាវអស់សង្ឃឹមក៏សរសេរសម្បត់ឲ្យទុំបានដឹងពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីឃាត់ឲ្យជូនមកដល់ផ្ទះទាវទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងប្រគៀបប្រអប់នាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងក៏ពន្យុះឲ្យជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាលដឹងថាប្តីនាងត្រូវគេសំលបទាវនឹងណូតាមរកទុំអ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនាំដំណឹងអកុសលនេះទៅទូលស្ដេចក៏មកកាត់ក្តីដោយចាប់ឲ្យជូនមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមមុខហើយយករនាស់រាស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់